សម្ដេចគាត់ថាបើថៃហ៊ានឆ្លៀនពៀនម្ដងទៀតនោះគាត់នឹងអស់ការអត់ធ្មត់ហើយចុះគេឆ្លៀនពៀនហើយតានៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទគេឆ្លៀនពៀនហើយតាគេឆ្លៀនពៀនហើយតាដូច្នេះសម្ដេចអត់ធ្មត់អីទៀតបើជាមួយនឹងប្រជាជនខ្មែរសម្ដេចមានដែលអត់ធ្មត់អីណាហើយជាមួយថៃសម្ដេចក៏អត់ធ្មត់ច្រើនម្ល៉េះប៉ុន្តែឲ្យអត់ធ្មត់អីទៀតហើយឲ្យមិនក៏ថាថៃមិនឆ្លៀនពៀនបើថៃឆ្លៀនពៀនគ្រប់កន្លែងហើយ21ចំណុចបើខ្មែរវិញសម្ដេចមានដែលអត់ធ្មត់អីណាសម្ដេចប្រាប់ថាងើបមួយវាយមួយចុះបើសម្ដេចចិត្តល្អប៉ុណ្ណឹងមិនក៏ចាំបាច់ចាប់ខ្មែរដាក់គុកហើយទៅអប់រំបន្តិចបន្តួចទៅម្ដងពីរដងបីដងមានអីមិនក៏ចាំបាច់ហើយបើសិនណាជាសម្ដេចចិត្តល្អប៉ុណ្ណឹងមិនក៏សម្ដេចឲ្យពួកចៅ scanner នៅពេញស្រុកឲ្យប្រទេសកម្ពុជាបរទេសដូចអាមេរិកអីមើលមកខ្មែរវេទនាមើលមកខ្មែរអាក្រក់ម្ល៉េះមិនក៏គាត់មិនគិតគឺដឹងហើយមិនក៏គាត់យកតែពួកចៅទៅទីប្រឹក្សាគាត់ហើយមនុស្សដែលកេងប្រវ័ញ្ចពីប្រទេសទៀតហ្នឹងគឺអុកញ៉ាជុំវិញគាត់នឹងទៅព្រឹត្តិការណ៍ជាមួយគាត់បើសម្ដេចលោកស្រឡាញ់ប្រជាជនយើងដល់ប៉ុណ្ណឹងមិនក៏គាត់អនុញ្ញាតឲ្យគេកាយភ្នំគេបូមខ្សាច់គេកាប់ឈើអស់ពីព្រៃមិនបានជាទ្រព្យសម្បត្តិប្រទេសជាតិហ្នឹងវាទៅជាអញ្ចឹងបើគាត់ស្រឡាញ់ប្រជាជនអាហ្នឹងវាពិបាកគិតដែរណាមិនមែនតបតគាត់ទេប៉ុន្តែជួយគិតគ្នាមើលតើគាត់ពិតជាស្រឡាញ់ឬយ៉ាងណា